សូមស្វាគមន៍ទស្សនិកជនទាំងអស់ខ្ញុំជាសុខាផ្សាយចេញពីរដ្ឋធានី Phoenix Arizona នៃសហរដ្ឋអាមេរិកថ្ងៃនេះគឺថ្ងៃអាទិត្យ8រោចខែចែកឆ្នាំម្សាញ់ពុទ្ធសករាជ2568ត្រូវនឹងថ្ងៃទី20ខែមេសាឆ្នាំ2025វីដេអូមួយនេះយើងសិក្សាកម្មវិធីបញ្ចូល Team ក្នុងកុំព្យូទ័រហើយនិងទូរស័ព្ទដៃដូចជា iPhone ហើយនិង Android ពីមុន Microsoft វាមានតែ Skype ក៏ប៉ុន្តែនៅចុងខែ5ឆ្នាំ2025នេះ Microsoft វានឹងបិទសេវា Skype ដូច្នេះដែលយើងពីមុនប្រើ Skype ចុងខែមេសា2025គឺសេវា Skype ឈប់ដើរទៀតហើយដូច្នេះយើងត្រូវការប្រើ Team ដើម្បីយើងបន្តប្រើសេវាដែលមិនអស់លុយនេះឥឡូវយើងពិភាក្សាអំពីបញ្ចូល Teams ទៅក្នុងកុំព្យូទ័រចាំចំពោះក្រោយយើងពិភាក្សាបញ្ចូលទៅក្នុង iPhone ហើយនិង Android ដើម្បីយើងបញ្ចូល Team ទៅក្នុងកុំព្យូទ័រទី1យើងត្រូវការទៅ website ដូចអ្នកទាំងអស់គ្នាឃើញនៅលើកញ្ចក់នេះយើងអាចវាយ W 3ដងចុចពងហើយអក្សរដូចអ្នកទាំងអស់គ្នាឃើញនៅលើកញ្ចក់នេះសរសេរវាត្រឹមត្រូវកុំដក clear អក្សរទូចអក្សរធំមិនសំខាន់ទេយើងសរសេរវានៅក្នុងបន្ទាត់ខាងលើដែលសម្រាប់យើងសរសេរអាសយដ្ឋាន website ហ្នឹងដូចអ្នកទាំងអស់គ្នាឃើញនៅលើកញ្ចក់នេះយើងគ្រាន់តែវាយ W 3ដងអញ្ចឹងទៅចុចពង SKYPE ចុចពង COM វាយកុំដក clear អក្សរទូចអក្សរធំមិនសំខាន់ទេពេលវាយរួចហើយចុច Enter នៅលើ keyboard វានាំយើងទៅលើកញ្ចក់ដូចអ្នកទាំងអស់គ្នាឃើញនៅលើនេះwebsite ដែលអ្នកទាំងអស់គ្នាឃើញនៅលើកញ្ចក់នេះវាអាចងាប់បន្ទាប់ពីខែ5ឆ្នាំ2025ក៏ប៉ុន្តែនៅថ្ងៃខែឆ្នាំថតវីដេអូនេះថ្ងៃទី20ខែមេសាឆ្នាំ2025 website នេះនៅរស់ដូច្នេះបើខ្លួនឯងទៅwebsite របស់ Skype បច្ចុប្បន្នហ្នឹងដោយទៅអាស័យដ្ឋាន www ចុចពងហើយនឹងសរសេរអក្សរអ្វីៗដូចអ្នកទាំងគ្នាឃើញនៅលើកញ្ចក់នេះវានឹងនាំយើងទៅទំព័រដូចអ្នកទាំងគ្នាឃើញនៅលើកញ្ចក់នេះនៅខាងក្រោមវាមាន button មួយដូចអ្នកទាំងគ្នាឃើញនេះយើងគ្រាន់តែចុចអាហ្នឹងទៅពេលយើងចុចអាហ្នឹងវានឹងនាំយើងទៅទំព័រថ្មីឥឡូវយើងនឹងធ្វើជំហានហ្នឹងចុចទំព័រថ្មីដូចអ្នកទាំងគ្នាឃើញនៅលើកញ្ចក់នេះវាអាចមានអ្វី load នៅលើកញ្ចក់នេះយើងអាចដាក់ check mark កន្លែងនេះដាក់អាហ្នឹងអញ្ចឹងទៅrồiហើយចុចអានេះបើសិនជាខ្លួនឯងអត់ឃើញអានេះទេអាចចុចកន្លែងនេះដើម្បីយើងទាញ Team ហើយបញ្ចូលនៅក្នុងកុំព្យូទ័ររបស់យើងកម្មវិធីដែលយើងទាញវាដូចតែយើងទាញ program ផ្សេងអញ្ចឹងដែរចំពោះTeam នេះយើងអាចប្រើវាបាន2យ៉ាងម្យ៉ាងគឺយើងមិនបាច់ទាញអ្វីបញ្ចូលនៅក្នុងកុំព្យូទ័រយើងទេដោយចុចកន្លែងនេះពេលយើងចុចកន្លែងហ្នឹងវានឹងសួរយើងសួរ username ហើយនិង password ដូចយើងទៅ Facebook ដូចយើងទៅ Gmail ដូចយើងទៅ YouTube អីចឹងដែរវាសួរ username ហើយនិង password របស់យើងដើម្បីយើងបន្តប្រើ Skype នៅក្នុង Team យើងអាចប្រើusername ហើយ password ចាស់របស់យើងបានន័យថាusername ហើយ password ដែលយើងប្រើជាមួយ Skype នៅពេលដែលយើងចុចមួយនេះគឺយើងប្រើ username ហើយ password ដដែលកម្មវិធីហ្នឹងយើងអត់បដូរអ្វីទេបើសិនជាយើងចង់
ទាញវាឲ្យបញ្ចូលក្នុងកុំព្យូទ័រយើងចុចអាខាងលើនេះរងចាំវាមួយសន្ទុះវានឹងទាញហើយនឹងវានឹងបញ្ចូលឲ្យយើងអាលក្ខណៈនេះយូរឬឆាប់វាពឹងទៅលើល្បឿនអ៊ីនធឺណិតរបស់យើងបើអ៊ីនធឺណិតយើងលឿនវាទាញមិនដល់1នាទីទេវាទាញចប់ហើយនឹងវាចាប់ផ្ដើមកម្មវិធីបញ្ចូលក្នុងកុំព្យូទ័រយើងហើយបើសិនជាយើងមិនចង់បញ្ចូលក្នុងកុំព្យូទ័រយើងទេយើងអាចប្រើអាក្រោមនេះដោយប្រើពី browser ទៅវិញយើងអាចប្រើ browser ដូចជា Microsoft Edge ដូចជា Firefox ដូចជា Opera ដូចជា Safari ដូចជា Chrome គឺប្រើការបានដូចគ្នាអាលក្ខណៈខុសគ្នាដែលយើងប្រើអាលើហើយនឹងប្រើអាក្រោមពេលយើងបញ្ចូលវានៅក្នុងកុំព្យូទ័ររបស់យើងវារត់លឿនជាងនៅពេលដែលយើងប្រើពី browser ដូច្នេះកម្មវិធីពីរហ្នឹងវាប្រើការបានដូចគ្នាគ្រាន់តែអាលើនេះវារត់លឿនជាងអាខាងក្រោមនេះវារត់រៀងយឺតហើយមិនថាយើងប្រើអាលើនេះឬក៏យើងប្រើក្រោមនេះទេវាត្រូវការអ៊ីនធឺណិតបើសិនជាអ៊ីនធឺណិតយើងងាប់បើសិនជាអ៊ីនធឺណិតយើងរអាក់រអួលបើសិនជាអ៊ីនធឺណិតល្បឿនរបស់យើងមិនសូវលឿនគឺសកម្មភាពរបស់វាគឺយឺតដូចគ្នាក៏ប៉ុន្តែបើយើងនិយាយថាល្បឿនវាដូចគ្នាល្បឿនអ៊ីនធឺណិតរបស់យើងដូចគ្នាយើងប្រើលឿននេះវារត់លឿនជាងយើងប្រើលើនេះវារត់លឿនជាងអាក្រោមនេះវារត់មិនសូវលឿនឥឡូវយើងនឹងពិភាក្សាអំពីចំណុចមួយទៀតយើងបកក្រោយបន្តិចនៅពេលដែលអ្នកទាំងអស់គ្នាទៅអា website របស់ Skype ចងចាំអា website អ្វីអ្នកទាំងអស់គ្នាឃើញនៅលើកញ្ចក់នេះវាអាចបិទបន្ទាប់ពីខែឧសភាឆ្នាំ2025នៅថ្ងៃខែឆ្នាំថតវីដេអូនេះវានៅបង្ហាញដូច្នេះបើសិនជាខ្លួនឯងទៅអា website Skype នេះwww 3 ដងចុចពង Skype បើសិនជាខ្លួនឯងទៅអា website នេះអត់ឃើញអ្វីនៅលើកញ្ចក់នេះទេអត់ឃើញអ្វីដូចនៅលើកញ្ចក់នេះទេយើងអាចទៅ website មួយទៀតគឺ website របស់ Microsoft ដើម្បីទៅ website របស់ Microsoft យើងអាចវាយ W 3 ដងរួចហើយចុចពង microsoft.com ដូចអ្នកនរគ្នាឃើញនៅលើកញ្ចក់នេះអក្សរទូចអក្សរធំមិនសំខាន់ទេសំខាន់គឺយើងវាយឲ្យវាឲ្យត្រូវហើយកុំដក clear ដកអីយើងវាយវានៅអាតំបន់ខាងលើនេះដែលវាផ្ដល់ឱកាសឲ្យយើងដែលសម្រាប់វាយអាស័យដ្ឋានដូចអ្នកនរគ្នាឃើញនេះ www 3 ដងចុចពងទៅសេអក្សរដូចវាហ្នឹងចុចពង com អីចឹងវាយរួចហើយគ្រាន់តែចុច enter ទៅវានឹងនាំយើងទៅទំព័រថ្មីអាទំព័រថ្មីគឺទំព័ររបស់ក្រុមហ៊ុន Microsoft តែម្ដងហើយអ្វីដែលអ្នកទាំងអស់គ្នាឃើញនៅលើកញ្ចក់នេះវាអាចបដូរនៅអនាគតក៏មិនដែរនៅថ្ងៃខែឆ្នាំថតវីដេអូនេះវាមានអា graphic មានរូបភាពបង្ហាញយើងដូចអ្វីអ្នកទាំងអស់គ្នាឃើញនៅលើកញ្ចក់នេះក៏ប៉ុន្តែអារូបភាពអា graphic អីអស់ហ្នឹងវាអាចបដូរនៅពេលដែលយើងមកដល់អាទំព័រនេះហើយចងចាំនេះគឺជា website របស់ Microsoft យើងអាចទៅខាងលើនេះដែលវាវាយថា Teams វាសរសេរអក្សរ Teams ហ្នឹងអានោះវាអក្សរទូចពេកពិបាកមើលក៏មិនដែរដូចអ្នកនរគ្នាឃើញនេះ Teams TEAMS ហ្នឹងពេលយើងឃើញអាហ្នឹងយើងអាចចុចអា team នឹងម្ដងទៅវានឹងរុញយើងទៅទំព័រថ្មីនៅពេលដែលយើងទៅដល់ទំព័រថ្មីនេះវាបង្ហាញអ្វីដូចអ្នកនរគ្នាឃើញនៅលើកញ្ចក់នេះហើយវាផ្ដល់ឱកាសឲ្យយើងអាចទាញ team អាកម្មវិធីទាញវាដូចតែយើងទាញ program ផ្សេងអញ្ចឹងដែរពេលយើងចុចអាហ្នឹងទៅវានឹងរុញយើងទៅទំព័រថ្មីហើយវាសួរយើងយើងចង់ទាញឬធ្វើតាមវា
ដែលវាប្រាប់ហ្នឹងទៅពេលវាបញ្ចូលអា team នៅក្នុង computer យើងរួចហើយវានឹងផ្ដល់ឱកាសឲ្យយើង sign in ណាកម្មវិធី sign in យើងប្រើ username ហើយនិង password របស់ Skype ចងចាំពីមុនយើងប្រើ Skype ឥឡូវនេះយើងបដូរមក Teams នៅពេលដែលយើងបដូរពី Skype មក Team គឺយើងប្រើ username ហើយ password ដដែលនៅពេលដែលយើង sign in ប្រើ username ហើយ password ដដែលបន្ទប់របស់យើងមិត្តភ័ក្តិរបស់យើងដែលយើងតាក់ទងនៅ Skype វា automatic បញ្ជូនមក Teams ដូច្នេះយើងមិនបាច់បញ្ចូលអ្វីបញ្ចូលមិត្តភ័ក្តិយើងមិនបាច់ភ្ជាប់មិត្តភ័ក្តិយើងមិនបាច់បង្កើតបន្ទប់ថ្មីអីទេអាបន្ទប់មិត្តភ័ក្តិរបស់យើងនៅ Skype នេះវា automatic ឃើញនៅក្នុង Teams តែម្ដងនៅពេលដែលយើងមកដល់ទំព័រនេះយើងអាចចុចអា button ខាងក្រោមនេះដើម្បីទាញ Teams ពេលយើងចុចអាហ្នឹងទៅវានឹងរុញយើងទៅទំព័រថ្មីអាទំព័រថ្មីវានឹងផ្ដល់ឱកាសឲ្យយើងដើម្បីយើងទាញ Teams ហើយនឹងបញ្ចូលក្នុង computer របស់យើងនឹងចុចអា button ខាងក្រោមនេះពេលចុចអាហ្នឹងពិនិត្យមើលខាងស្ដាំដៃនេះវានឹងមានអ្វី load ចេញមកដូចនៅលើកញ្ចក់នេះនៅពេលដែលយើងឃើញអ្វីដូចនៅលើខាងស្ដាំដៃនេះយើងអាចចុច open មួយខាងឆ្វេងនេះOPEN ហ្នឹងពេលយើងចុចអាហ្នឹងរងចាំវាមួយសន្ទុះវានឹងទាញអា team ហ្នឹងហើយចាប់ផ្ដើមបញ្ចូលអា program ហ្នឹងក្នុង computer យើងអាកម្មវិធីបញ្ចូល program វាដូចតែអា software ផ្សេងចឹងដែរបន្ទាប់ពីនេះយើងពិភាក្សាអំពីបញ្ចូល Microsoft Teams ក្នុងទូរស័ព្ទ Android ហើយនិង iPhone ឥឡូវយើងពិភាក្សាកម្មវិធីបញ្ចូលក្នុង Android មុននៅពេលដែលយើងទៅអាផ្សារ Android នឹងហើយដែលវាហៅថា Google Play យើងវាយពាក្យដូចអ្នកនរគ្នាឃើញនៅលើកញ្ចក់នេះ Microsoft Teams ពិនិត្យមើលកម្មវិធីសរសេរ Microsoft យើងសរសេរដូចនៅឃើញនៅលើកញ្ចក់នេះរួចហើយដក clear បន្តិចហើយពាក្យ Teams TEAMS ចងចាំវាមានដក clear កន្លែងនេះពិនិត្យមើលអក្សរប្រយ័ត្នសរសេរខុសអក្សរទូចអក្សរធំមិនសំខាន់ទេសំខាន់គឺយើងសរសេរវាឲ្យត្រូវនៅពេលដែលយើងសរសេររួចហើយយើងអាចចុច enter ទៅយើងនឹងឃើញលទ្ធផលដូចនៅលើកញ្ចក់នេះដោយសារតែអា program អស់នេះមានពួកអាក្បាលខូចវាអាចប្រឡំនៅពេលដែលយើងវាយយ៉ាងហើយពិនិត្យមើលអាបន្ទាត់ទី2នេះវាត្រូវដាក់ Microsoft Corporation អាខាងលើនេះគឺជាឈ្មោះ program ដែលយើងចង់បញ្ចូលនៅក្នុងមេរៀនយើងនេះយើងចង់បញ្ចូលអា Microsoft Teams អាបន្ទាត់ទី2នេះគឺអាម្ចាស់ program ហ្នឹងដូច្នេះអាម្ចាស់ program ហ្នឹងគឺ Microsoft ចងចាំខាងលើឈ្មោះ program ខាងក្រៅគឺអាអ្នកបង្កើតវាហើយនៅថ្ងៃខែឆ្នាំថតវីដេអូនេះដោយអ្នកនរគ្នាឃើញជាង100លានអ្នកដែលទាញ Microsoft Teams បញ្ចូលក្នុង Android នៅពេលដែលយើងចង់បញ្ចូលក្នុង Android របស់យើងវាមានអា button ដូចអ្នកនរគ្នាឃើញនេះដែលវាផ្ដល់ឱកាសឲ្យយើងអាចបញ្ចូលអា Microsoft ហ្នឹង Microsoft Teams ហ្នឹងដូច្នេះយើងចុចអា button ហ្នឹងទៅដើម្បីយើងបញ្ចូលកម្មវិធីហ្នឹងពេលយើងបញ្ចូលរួចហើយជួនកាលវាទា sign in ដូច្នេះយើង sign in ប្រើ password ហើយ username របស់ Skype ដូច្នេះអា username អា password របស់ Skype ហ្នឹងពេលយើងបញ្ចូលអានេះរួចហើយប្រើ username password មួយនេះ
នៅពេលដែលយើង sign in ប្រើ username password របស់ Skype វា automatic ដំឡើងអ្វីៗឲ្យយើងបានន័យថាមិត្តភ័ក្តិដែលយើងបានភ្ជាប់ការនៅ Skype វា automatic យើងអាចមើលឃើញនៅក្នុង team នេះយើងមិនបាច់ភ្ជាប់ម្ដងទៀតហើយបន្ទប់ដែលយើងសិក្សាអីវា automatic ឃើញនៅក្នុងនេះតែម្ដងយើងមិនបាច់បង្កើតបន្ទប់ថ្មីអីទេវា automatic យកពី Skype ចូលមកក្នុងនេះឲ្យយើងតែម្ដងហើយកម្មវិធីដែលយើងបញ្ចូលក្នុង iPhone ក៏ដូចកម្មវិធីបញ្ចូល Android នេះដែរដូច្នេះក្នុង iPhone របស់យើងគ្រាន់តែទៅ App Store ហើយវាយរកមើល program មួយហ្នឹងឈ្មោះវាដូចនៅលើកញ្ចក់នេះអក្សរទូចអក្សរធំមិនសំខាន់ទេសំខាន់គឺយើងសរសេរវាឲ្យត្រូវដក clear បន្តិចដោយហើយវាយអាពាក្យទី2នេះហើយចុច enter ទៅវានឹងរាវរោឲ្យហើយដូច្នេះនៅក្នុង iPhone ហ្នឹងក្នុង App Store របស់វាហ្នឹងយើងនឹងឃើញអ្វីដូចអ្នកទាំងអស់គ្នាឃើញនៅលើកញ្ចក់នេះបន្ទាត់ទី1គឺ Microsoft Teams អានឹងជា program ដែលយើងបំរុងបញ្ចូលក្នុង iPhone របស់យើងហ្នឹងហើយនឹងបន្ទាត់ទី2គឺអាម្ចាស់ដែលបង្កើតវាហ្នឹងដូច្នេះម្ចាស់វាគឺ Microsoft ក្រុមហ៊ុន Microsoft ដែលបង្កើតអា Teams ហ្នឹងហើយកម្មវិធីបញ្ចូលក្នុង iPhone ដូចតែកម្មវិធីយើងបញ្ចូលនៅក្នុង Android ឬ computer ដែរវាមានអា button មួយដាក់ឲ្យយើងបញ្ចូលហ្នឹងយើងចុចអាហ្នឹងទៅវាចាប់ផ្ដើមបញ្ចូលឲ្យហើយនៅពេលវាបញ្ចូលចប់ហើយវាទា sign in ដូច្នេះយើង sign in ប្រើ username password Skype ដូច្នេះ username password Skype របស់យើងអ្វីយើងប្រើ sign in ក្នុងអា team នេះពេលយើង sign in បានសម្រេចហើយវានឹងទាញបន្ទប់ពី Skype ចូលក្នុង team ដូច្នេះអ្វីដែលនៅក្នុង Skype នេះវា automatic បញ្ចូលក្នុងនេះឲ្យយើងហើយបន្ទប់យើងសិក្សាឬក៏មិត្តភ័ក្តិដែលយើងភ្ជាប់ក្នុង Skype នេះវា automatic មើលឃើញនៅក្នុង team នេះដូច្នេះទិន្នន័យសារចាស់របស់យើងវាទាញ automatic ចូលក្នុងនេះឲ្យយើងស្រាប់អាហ្នឹងយើងអត់បាត់បង់រូបភាពយើងអត់បាត់បង់សារចាស់អីទេអ្វីដែលនៅក្នុង Skype គឺវា automatic មើលឃើញនៅក្នុង Teams នេះតែម្ដងនៅជំពូកមួយនេះយើងសិក្សាកម្មវិធីប្រើ Teams នៅពេលដែលអ្នកទាំងអស់គ្នាបញ្ចូល Team ក្នុង computer រួចហើយវានឹងបង្ហាញអ្វីដូចនៅលើកញ្ចក់នេះនៅខាងតំបន់ខាងឆ្វេងនេះយើងចង់ចុចកន្លែងនេះនៅពេលដែលយើងត្រូវការឆាតសរសេរអក្សរហើយកន្លែងនេះគឺជាមិត្តភ័ក្តិរបស់យើងឬក៏បន្ទប់ផ្សេងតែការយើងបង្កើតវានៅ Skype វា automatic បង្ហាញនៅតំបន់ខាងឆ្វេងនេះហើយបើយើងចង់បដូរទៅបន្ទប់អ្វីមួយឧទាហរណ៍បើយើងចង់បដូរទៅអានេះយើងគ្រាន់តែចុចអាហ្នឹងទៅវានឹងបដូរបង្ហាញយើងនៅខាងស្ដាំដៃនេះបើយើងចង់បដូរទៅបន្ទប់នេះយើងគ្រាន់តែចុចអាខាងឆ្វេងនេះទៅវានឹងបង្ហាញបន្ទប់នឹងនៅខាងស្ដាំដៃនេះអានឹងកម្មវិធីយើងបដូរបន្ទប់ហើយចងចាំទី1យើងចុចអាឆ្វេងនេះដែលវាដាក់ថា chat CHAT ហ្នឹងយើងចុចអាហ្នឹងទៅអាហ្នឹងយើងចង់សរសេរអក្សរនិយាយគ្នាហើយនឹងអាទី2នេះអាតំបន់ទី2នេះគឺមិត្តភ័ក្តិរបស់យើងបន្ទប់របស់យើងហើយនឹងអាទី3ខាងស្ដាំនេះវានឹងបង្ហាញបន្ទប់មួយហ្នឹងឬក៏ប្រវត្តិដែលយើងឆាតជាមួយសមាមិត្តមួយហ្នឹងហើយជំពូកមួយនេះយើងពិភាក្សាអំពីកម្មវិធីយើងចង់បដូរដូច្នេះបើយើងទៅខាងលើនេះយើងឃើញចុច3ដូចអ្នកនរគ្នាឃើញនេះឃើញអាចុច3ហ្នឹងទេ
ពេលយើងចុចអាចុច3ហ្នឹងទៅវានឹងចាញ់អ្វីដូចអ្នកនរគ្នាឃើញនៅលើកញ្ចក់នេះហើយយើងចុចវាម្ដងទៀតចុច3ហ្នឹងកន្លែងនេះដែលវាផ្ដល់ឱកាសឲ្យយើងអាចសេរីអ្វីផ្សេងបានយើងអាចចុចsetting ខាងលើនេះមួយមានកង់ស្ពឺហ្នឹងពេលយើងចុចអាហ្នឹងទៅវានឹងទាញយើងទៅទំព័រថ្មីដើម្បីយើងសេរីអ្វីផ្សេងដូច្នេះបើយើងចង់សេរីអ្វីវាផ្ដល់ឱកាសឲ្យយើងនៅខាងឆ្វេងដៃនេះលក្ខណៈមួយដែលយើងឧស្សាហ៍សេរីវាគឺmicrophone ដែលយើងប្រើដូច្នេះយើងអាចចុចខាងឆ្វេងនេះដែលវាមានអក្សរ D E V I C E S ហ្នឹងពេលយើងចុចអាហ្នឹងទៅវានឹងរុញយើងទៅទំព័រថ្មីspeaker នេះវាផ្ដល់ឱកាសឲ្យយើងជ្រើសរើសតើសំឡេងយើងចង់ស្ដាប់ពីអ្វីនៅពេលដែលយើងចុចខាងស្ដាំនេះវាផ្ដល់ឱកាសដូចនេះដូចកុំព្យូទ័ររបស់គ្រូនេះវាតទៅ monitor ច្រើនហើយmonitor របស់គ្រូវាមាន speaker ថែមទាំងមានក្តារសំឡេងថែមទាំងមានធ្មេញខៀវថែមទាំងមានអីទៀតដូចអ្នកនរគ្នាឃើញទាំងអស់នេះ1 2 3 4 5 6 7 8ដូច្នេះចំពោះកុំព្យូទ័ររបស់គ្រូនេះវាអាចបញ្ចេញសំឡេងទៅ8វត្ថុដូច្នេះកន្លែងនេះដែលវាផ្ដល់ឱកាសឲ្យយើងចង់ឮសំឡេងពីអ្វីនៅមេរៀនយើងមួយនេះចំពោះកុំព្យូទ័ររបស់យើងកុំព្យូទ័រគ្រូប្រើអាត់មេរៀននេះគឺចង់បញ្ចេញវាទៅក្តារសំឡេងក្តារសំឡេងរបស់គ្រូនេះFocusrite នេះដូច្នេះចំពោះកុំព្យូទ័រខ្លួនឯងវាអាចមានក្តារសំឡេងឈ្មោះអ្វីផ្សេងឬក៏យើងតទៅ speaker អ្វីផ្សេងកន្លែងនេះដែលយើងសេរី speaker ដែលយើងចង់ឮសំឡេងពីអ្វីហើយបន្ទាប់មកខាងក្រោមនេះគឺកន្លែង macro តើយើងប្រើ macro អ្វីហើយបើយើងចង់បដូរវាយើងចុចប្រអប់ខាងស្ដាំនេះគឺវាបដូរឱកាសបដូរឲ្យយើងដូច្នេះយើងមានក្តារសំឡេងអ្វីយើងជួនកាលmacro របស់យើងជា webcam ដូច្នេះយើងជ្រើសរើសតាមលក្ខណៈដែល macro ប្រើក្នុងកុំព្យូទ័ររបស់យើងហ្នឹងចំពោះកុំព្យូទ័រគ្រូនេះគឺប្រើក្តារសំឡេងដូច្នេះគ្រូជ្រើសរើស Focusrite Focusrite ដូចអ្នកនរគ្នាឃើញហ្នឹងចំពោះមួយនេះវាផ្ដល់ឱកាសឲ្យយើងចង់ឲ្យវាឲ្យ macro សេរី automatic ឬអត់សេរី automatic មានន័យថាបើយើងនិយាយតិចយើងដូចនិយាយខ្សឹបអីmacro របស់យើងហ្នឹងវា automatic ដំឡើងដើម្បីចាប់សំឡេងយើងឲ្យលឺខ្លាំងដូច្នេះបើយើងចង់បានលក្ខណៈហ្នឹងយើងចុចបើកវាមកពេលយើងចុចបើកវាមានពណ៌ដូចពណ៌រាងខៀវអីចឹងហើយនឹងមួយនេះបើយើងចង់បើកវាយើងចុចពណ៌អញ្ចឹងទៅបើយើងចង់បិទវាបិទទៅហើយនឹងមួយនេះគឺបញ្ជាសំឡេងខ្យល់ពីក្រោយដូចជួនកាលmacro របស់យើងវាលឺខ្យល់ខ្លាំងពេកដូច្នេះយើងអាចបើកវាដើម្បីឲ្យវាជួយបិទខ្យល់ពីក្រោយហ្នឹងកុំឲ្យលឺខ្យល់ថ្លង់ពេកហើយអាហ្នឹងយើងចុចសាក call ទៅមិត្តភ័ក្តិសាកទៅដឹងគ្នាហើយតើយើង call សាកមិនដឹងលក្ខណៈបិទហើយលក្ខណៈបើកមួយណាល្អជាងដូច្នេះយើងប្រើវាតាមលក្ខណៈហ្នឹងហើយយើងអូសវាទៅក្រោមបន្តិចតំបន់កន្លែងដែលវាដាក់វីដេអូនេះគឺជាតំបន់នេះដែលយើងអាចសេរីកាមេរ៉ាដូច្នេះបើកុំព្យូទ័ររបស់យើងមាន webcam មានកាមេរ៉ាយើងចុចបង្អប់ប្រអប់របស់វាកន្លែងនេះដើម្បីយើងបដូរទៅកាមេរ៉ារបស់យើងដូច្នេះកាមេរ៉ារបស់យើងម៉ាកអ្វី
វាគួរបង្ហាញនៅលើអាប្រអប់មួយហ្នឹងឯងហើយអ្វីផ្សេងទៀតបាច់ប៉ះពាល់វាក៏បានដែរហើយបើខ្លួនឯងចង់ចុចលេងចុចសារទៅដឹងគ្នាវាមិនអីមិនហើយអានឹងកម្មវិធីយើងសារ៉េកាមេរ៉ានៅពេលដែលយើងសារ៉េវាស្អីអស់ហើយអញ្ចឹងយើងអាចទៅក្រោយនេះវិញដល់ចុចកន្លែងនេះអាកន្លែងនេះគឺវាបកមកgeneral នេះgeneral នេះវាដាក់កន្លែងនេះបើសិនជាយើងរាល់តែពេលយើងបញ្ឆេះកុំព្យូទ័រយើងចង់ឲ្យteam ហ្នឹង automatic បើកខ្លួនឯងឬអត់ឬក៏ចាំយើងចុចឲ្យបើកសិនចាំឲ្យវាបើក team ចំពោះកុំព្យូទ័រគ្រូនេះគ្រូដាក់ឲ្យវាបើក automatic មកដូច្នេះរាល់ពេលយើងបិទកុំព្យូទ័រហើយយើងបើកវាវិញវា automatic បើក team នេះដែរនៅពេលដែលយើងសារ៉េស្អីអស់ហើយអញ្ចឹងយើងអាចបកក្រោយមកបន្ទប់ chat យើងវិញដោយចុចchat ខាងលើនេះនៅជំពូកចុងក្រោយនេះយើងសិក្សាកម្មវិធីយើងប្រជុំteam នៅពេលដែលយើងត្រូវការប្រជុំយើងត្រូវការចុចកន្លែងនេះខាងស្ដាំនេះដូច្នេះបច្ចុប្បន្ននេះយើងនៅបន្ទប់អក្សរសាស្ត្រនៅពេលដែលយើងកំពុងនៅបន្ទប់ហ្នឹងហើយយើងចង់ប្រជុំបន្ទប់មួយហ្នឹងយើងចុចbutton ខាងស្ដាំហ្នឹងហើយវាសរសេរអក្សរ MEET NOW ពេលយើងចុចអាហ្នឹងទៅវានឹងខភ្ជាប់សមាមិត្តទាំងអស់ដែលនៅក្នុងបន្ទប់នេះបច្ចុប្បន្ននេះនៅក្នុងបន្ទប់នេះយើងមានសមាមិត្ត31នាក់ដូច្នេះនៅពេលដែលយើងចុចbutton ដែលវាដាក់ថា MEET ហ្នឹងគឺវាខទាំង31នាក់ហ្នឹងដូច្នេះដូចតែយើងប្រើទូរស័ព្ទអីដែរនៅពេលដែលយើងខបុគ្គលអ្វីមួយតើតាខាងនោះគេលើកបានគេអាចលឺយើងបើគេអត់លើកទេទូរស័ព្ទយើងវាចេះតែរអត់មានមនុស្សលើកដូច្នេះតើបុគ្គលខាងនោះលើកទូរស័ព្ទរបស់យើងបាននិយាយគ្នាកើតចំពោះteam នេះវា design ដូចគ្នាអញ្ចឹងដែរនៅពេលដែលយើង call បន្ទប់នេះតើតែអ្នកខាងនោះលើកបានយើងអាចនិយាយគ្នាកើតអូខេមេរៀន team របស់យើងចប់ត្រឹមហ្នឹងឯងហើយចំពោះទស្សនិកជនដែលចង់ចម្រើនវិជ្ជាអនឡាញកុំភ្លេចចុះឈ្មោះរៀនកម្មវិធីចុះឈ្មោះគឺនៅក្នុង YouTube description ថ្ងៃនេះគឺជាថ្ងៃអាទិត្យទី20ខែមេសាឆ្នាំ2025ខ្ញុំជាសុខាសាយចេញពីរដ្ឋធានី Phoenix Arizona នៃសហរដ្ឋអាមេរិកអរុនសួស្តីសាយ័ន្តសួស្តីរាត្រីសួស្តីសូមជម្រាបលា